គ្គនាយកដ្ឋានជលផលប្រកាសបិទរដូវនេសាទចាប់ពីថ្ងៃទី1ខែមិថុនាដល់ថ្ងៃទី30ខែកញ្ញាអគ្គនាយកដ្ឋានជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទប្រកាសបិទរដូវនេសាទចាប់ពីថ្ងៃទី1ខែមិថុនាដល់ថ្ងៃទី30ខែកញ្ញាឆ្នាំ2026ក្នុងតំបន់គ្រប់គ្រងជលផលទឹកសាបក្នុងសេចក្តីប្រកាសព័ត៌មានពីការបិទរដូវនេសាទដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី21ខែឧសភាឆ្នាំ2026នេះអគ្គនាយកដ្ឋានជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានកំណត់ដូចខាងក្រោមចាប់ពីថ្ងៃទី1ខែមិថុនាដល់ថ្ងៃទី30ខែកញ្ញារួមមានខេត្តកំពង់ឆ្នាំងពោធិ៍សាត់បាត់ដំបងបៃលិនបន្ទាយមានជ័យឧត្តរមានជ័យសៀមរាបកំពង់ធំព្រះវិហាររតនគិរីមណ្ឌលគិរីក្រចេះត្បូងឃ្មុំកំពង់ចាមនិងមួយផ្នែកនៃរាជធានីភ្នំពេញនិងខេត្តកណ្ដាលដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខចាប់ពីថ្ងៃទី1ខែកក្កដាដល់ថ្ងៃទី31ខែតុលារួមមានខេត្តព្រៃវែងស្វាយរៀងតាកែវកំពង់ស្ពឺនិងមួយផ្នែកនៃរាជធានីភ្នំពេញនិងខេត្តកណ្ដាលដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខនៅក្នុងរយៈពេលបិទនេសាទនេះអ្នកនេសាទទាំងអស់ត្រូវប្រើតែឧបករណ៍នេសាទខ្នាតតូចស្របតាមបទបញ្ញត្តិច្បាប់ស្តីពីជលផលទទួលបានសេចក្តីជូនដំណឹងនេះសូមសាធារណជននិងអ្នកនេសាទទាំងអស់មេត្តាជ្រាបនិងចូលរួមសហការអនុវត្តដើម្បីថែរក្សាការពារធនធានជលផលឲ្យបានគង់វង្សសម្រាប់កូនចៅចំនួនក្រោយៗទៀត